ថ្ងៃនេះលោកដាសូមណែនាំសមាជិកថ្មីគឺការតែងជួបមកពីប្រទេសថៃហើយនេះគឺជា app ណាសណ្ដាដែលគេពេញនិយមណាហើយបងប្អូនគឺងាយស្រួលមែនទែនក្នុងការបង្កើត app Lazada គ្រាន់តែភ្ជាប់ជាមួយនឹង Facebook ក៏បាន Gmail ក៏បានឬក៏អីផ្សេងៗដែលមាននៅក្នុងហ្នឹងណាហើយឥឡូវ admin អាចចូលគណនីបានយ៉ាងងាយហើយការដែលចូលទៅទិញនៅក្នុង app Lazada ក៏ងាយស្រួលដូចយើងទិញក្នុង app Taobao ជាងដែរយើងអាចមានជារូបភាពដាក់ចូលដើម្បី search ឬក៏យើងអូសមើលនៅអ្វីដែលយើងចង់បានព្រោះនេះគឺជា version អង់គ្លេសដែល admin ដាក់ដើម្បីអ្នកទាំងអស់គ្នាស្រួលមើលអញ្ចឹងណាពេលឃើញអីវ៉ាន់ហ្នឹងហើយអ្នកឃើញទេមានពាក្យថា add to cart ហ្នឹងគឺយើងដាក់ចូលទៅហើយយើងរើសអីវ៉ាន់ណាដែលយើងចង់ទិញហើយដាក់ចំនួនប៉ុណ្ណឹងគឺអូខេហើយចូលកន្លែងកធរទៅហើយមើលថាតើអីវ៉ាន់ណាដែលយើងចង់ទិញទៅទេអត់ខុសពីថោបោទេបងប្អូនបើសិនជាមានអីវ៉ាន់ណាដែលយើងចាប់បានចង់ទិញអាចរើសចូលគ្នាក៏បានយើងរើសតែមួយក៏បានហើយដាក់ចូលឡើង check out នេះមកបន្ទាប់មកដើម្បីដែលយើងត្រូវធ្វើបន្ទាប់គឺត្រូវតែដាក់របស់ load ដែរនៅថៃជា credit card តែម្ដងបន្ទាប់ពីបងប្អូនទាំងអស់គ្នាមានគណនី load ដែរហើយបានមានលេខសម្គាល់របស់ខ្លួនឯងព្រោះដោយសាររកអតិថិជនទាំងអស់គឺយើងអាចតាក់ទងទៅគាត់បានដូចថាតែគាត់មាន app load ដែរជាមួយសិនអញ្ចឹងអាកន្លែងលេខកូដក្រោយនេះគឺលេខសំខាន់មែនទែនគឺត្រូវតែយកចេញពីគណនី load ដែររបស់បងប្អូនហើយ copy មកពេញដូច admin ធ្វើហ្នឹងមកតមកទាំងពេញលេខទូរស័ព្ទដូចជាសាយថានេះបងប្អូនចង់បានគឺបងប្អូនអាចតាក់ទងមកខាងក្រុមការងាររបស់យើងបានណាគ្រប់ page ទាំងអស់គឺគាត់មានសាយថាទាំងអស់ហ្នឹងហើយបន្ទាប់មកបងប្អូនដាក់លេខទូរស័ព្ទបន្តមករើសចូលក្រុងខេត្តមានថាខេត្តតថៃអញ្ចឹងយើងអូនរហូតទៅដល់ពាក្យថាខេត្តនេះសាកែវហ្នឹងហើយយើង select យកកន្លែងហ្នឹងមកបន្តមកទៀតយើងចូលទៅដល់គេហៅថាស្រុករបស់ថៃណាហើយទីតាំងឃ្លាំងរបស់យើងនេះនៅអារ៉ាន់ប្រទេសនៅខាងក្រោមគេហ្នឹងយើងចុចលើលេខកូដតំបន់មួយទៀតមកបន្តមកយើងចូលទៅកន្លែងតំបន់ឃុំរបស់គេបន្តទៀតកន្លែងហ្នឹងគឺយើងអូសចូលមកដល់ពាក្យថាផានសិកហ្នឹងមកអូខេបន្តមកហើយនេះគឺលេខផ្ទះជាមួយនឹងលេខតំបន់ឃ្លាំងរបស់យើងអញ្ចឹងបងប្អូនចូលមក copy លេខ admin ធ្វើនឹងមក copy អស់អញ្ចឹងមកណាហើយដាក់ចូលទៅក្នុងកន្លែងបាញ់មិញដែល admin បង្ហាញព្រោះកន្លែងនេះគឺកន្លែងចាំបាច់បំផុតដើម្បីជួយដឹកទៅដល់ទីតាំងឃ្លាំងរបស់យើងណាហើយកន្លែង home ឬក៏ office មានថាមួយណាក៏បានដែរអត់ជាការចាំបាច់ថាត្រូវតែ select មួយណាហើយចុចពាក្យ save ទៅគឺបានហើយតោះមកបងប្អូនចុះមកក្រោមទៀតមកគឺគេនឹងបង្ហាញយើងថាអីវ៉ាន់របស់យើងដឹកទៅដល់ទីតាំងឃ្លាំងរបស់លោកណាហ្នឹងគឺឧទាហរណ៍ថ្ងៃហ្នឹងគឺយើងកំងថ្ងៃទី19អញ្ចឹងអីវ៉ាន់ XA22 គឺដឹកទៅដល់ឃ្លាំងលោកដែរហើយបន្ទាប់មកទៀតគឺកន្លែង cash on delivery នេះគឺយើងអាច select បានព្រោះដោយសារទីតាំងរបស់យើងត្រូវតែបន្តមកខ្មែរអញ្ចឹងបងប្អូនត្រូវតែ add credit card ឬក៏ Visa card ជាដាច់ខាតតែម្ដងមិនអាចទិញអីវ៉ាន់នេះបានណាអញ្ចឹងការដឹកជញ្ជូននៅក្នុងថៃគេគិតមកតង់ហើយហើយនៅពេលដែលមកខ្មែរអីវ៉ាន់មកដល់ខ្មែរអានឹងទើបយើងគិតជាមួយលោដែរមកតង់ទៀតណាគឺយើងជួយពាក្យ place order ទៅគឺជាការស្រាវជ្រាវអញ្ចឹងនៅពេលដែលទិញហើយព្រីបងប្អូនគ្រាន់តែចូលទៅក្នុង account របស់បងប្អូនហើយចុចពាក្យទៅ ship ទៅគឺអូខេអីវ៉ាន់ហ្នឹងគឺរងចាំតែមួយថ្ងៃពីរថ្ងៃគឺដឹកមកដល់